អូខេ Hello សួស្តីអ្នកនរគ្នាខ្ញុំបាទ VPSX បាទថ្ងៃនេះគឺខ្ញុំមកលេងជាមួយនឹង Game Minecraft ហើយនេះគឺជា Part 1 នៅក្នុង Game Minecraft ហើយនេះគឺជាជីវិតនេះចឹងគឺខ្ញុំលេង Single Player ធម្មតាទេបាទគឺខ្ញុំត្រូវតជីវិតបាទដើម្បីគឺខ្ញុំត្រូវរស់យ៉ាងម៉េចដើម្បីរស់នៅបានចំនួន100ថ្ងៃក្នុង Minecraft ចានេះគឺជា Part 1 តោះលេមចូលក្នុង Survival តែម្ដងតោះជប់ចាំបន្តិចអ្នកនេះហើយអ្នកគ្នាកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗតនចិត្តបាទចាគឺខ្ញុំត្រូវចុច Create បាទហើយនេះគឺខ្ញុំអត់ទាន់ setting ផងអ្នកគ្នាបាទគឺត្រឹមតែ down ហើយថ្មីទេបាទតើលេងចូលហើយចាំបន្តិចពីចូលអ្នកនេះអូកុំភ្លេចអ្នកគ្នាកុំភ្លេចជួយចុច Subscribe ម្ដងទៀតបាទនិយាយម្ដងទៀតអ្នកគ្នាកុំភ្លេចតែម្ដងជាមួយនឹងការចុច Subscribe បាទគឺអ្នកគ្នាគឺអត់មានខាតបង់អីទេគឺអ្នកគ្នាគ្រាន់តែចុច Subscribe ប៉ុណ្ណឹង Like Share អីចឹងទៅអ្នកគ្នាគឺបាទធ្វើតែប៉ុណ្្នឹងទៅគ្រប់លក្ខខណ្ឌក្នុងការមើលវីដេអូនេះតើឥឡូវវាចិត្តចូលហើយចាំបន្តិចទៀតអូខេចឹងហើយកោះគឺនេះគឺជាគឺខ្ញុំបាន editing ហើយគឺខ្ញុំ skip វីដេអូតែម្ដងទៅតោះចឹងគឺមានអីក្រៅពីកាប់ឈើទេអ្នកនាងតោះកាប់ឈើហើយចូលកាប់ឈើទៀតតោះកាប់ឈើទៀតកាប់ឈើមួយទៀតហើយកាប់ឈើមួយទៀតបន្តមកកាត់ឈើមួយទៀតបាទគឺខ្ញុំគិតថាប៉ុណ្ណឹងគឺអាចគ្រប់គ្រាន់ហើយតោះចឹងគឺខ្ញុំត្រូវការនេះតែម្ដងអូយកន្លែងនេះរៀង slow រៀងតាក់បាទសូមអធិស្ឋានអ្នកគ្នាគឺខ្ញុំលេងក្នុងទូរស័ព្ទទេគឺអត់មាន laptop កុំព្យូទ័រអីដូចគេទេតោះចឹងគឺខ្ញុំត្រូវការផលិតឈើសិនជប់អូខេឥឡូវយើងបានឈើផលិតហើយតើមកយើងត្រូវការផលិត crafting table តោះហើយផលិត stick ខ្លះទៅតើមកយើងត្រូវការដាក់វាតមកទៀតចុចលើវាហើយជប់ផលិតដូចជាពូថៅដូចជា pickaxe ហើយនឹងបើអ្នកនេះគឺតែប៉ុណ្្នឹងដែរគឺខ្ញុំគិតថាគ្រប់គ្រាន់ហើយគឺអាចនឹងសម្រាប់សត្វតោះចាញ់គឺខ្ញុំគឺ hunger ខ្ញុំដូចជានៅសល់ប្រហែលទៀតអូខ្លះខ្មុំគឺខ្ញុំវាគឺជានេះមួយតោះឥឡូវយើងជួយstone ច្រឡំថ្មនៅនេះអញ្ចឹងយើងស្រួលមែនតើអត់បាច់អីច្រើនទេយើងត្រូវការកាប់ stoneអូខេចឹងហើយគឺវារៀងនេសាវារៀងកាប់រៀងយូរពេកចឹងគឺខ្ញុំត្រូវការ skip វីដេអូតោះឥឡូវយើងត្រូវការរកកន្លែងអត់នៅតំបន់តកគឺខ្ញុំមានអារម្មណ៍ថាគឺវាពិតជាគ្រោះថ្នាក់ដែរជប់លើជប់ហាទឹកចឹងបាទអូនេះឆ្កែ werewolf អានេះគេហៅអីហ្នឹងឆ្កែតកបាទតោះចង់ឲ្យគឺខ្ញុំអូស្អីអូយរៀងចម្លែកដែរអ្នកនរគឺអានេះគឺ version 1.21 គឺវាស្អីដែលផ្លេកថ្មីគឺវាប្លែកមែនតើបាទនៅក្នុងមិនដូចការ version ចាស់ទេដូចជា 1.15 1. អីហ្នឹងបាទគឺវាពិតជានេះមែនតើវាផ្លាស់ប្ដូរ360 degree តែម្ដងហើយនេះគឺជា mod ថ្មីច្រឡំ version ថ្មី
គឺអត់ version ចាស់ដូចមុនទេតើឥឡូវខ្ញុំមានអារម្មណ៍ថាដូចអស់ឈើដូចមានអារម្មណ៍ថាដូចខ្វះឈើឥឡូវកាប់ឈើតែម្ដងទៅតោះយើងកាប់ឈើអូមានអារម្មណ៍ថាដូចមេឃដូចយប់នេះអូអត់តន់រក hanger ទៀតមួយថ្ងៃនេះគឺនៅរវល់តែនិយាយតែម្ដងបាទគឺខ្ញុំពិតជានេះមែនតើបាទពិតជាចង្រៃមែនតើអូល្ពៅញ៉ាំល្ពៅបានណានេះគ្នាជប់កាប់ល្ពៅហ្នឹងអូយរកអស់ hanger នេះchơiជាដើរទេគ្នាគីឡូយើងជួប hanger ជួបជាមួយនឹងសัตว์យើងទៅការកាប់សัตว์ជួបជាមួយនឹងស្អីយើងទៅកាប់ទាំងអស់តែអូអស់លេងហើយគឺខ្ញុំដើរលេងកើតហើយអូយគឺពិបាកមែនតើបាទគឺខ្ញុំជា player ដំបូងគេដែរព្រោះឯសារគឺខ្ញុំបាទគឺអត់តន់ចេះលេង Minecraft ទេនៅតំបន់នេះដូចជាអត់ឃើញជ្រូកអត់ឃើញអីសោះនេះដើរមួយថ្ងៃហើយយើងអាចជួបជ្រូកយើងអាចកាប់វាសម្លាប់វាបានអូយឃើញសមិនស្មើឈាមដែរតោះជប់អូយតោះឥឡូវអ្នកគ្នាគឺបំបែកមិញគឺខ្ញុំដើររកមួយថ្ងៃហើយបាទងំតែបានលឹកញ៉ាំហ្នឹងគឺចិត្តងាប់ហើយក៏ខ្ញុំបានកាប់ជ្រូកដែរនេះគឺខ្ញុំបានផលិតក្រេរួចហើយបាទអូទីបោះក្រេចោលអត់អីទេតោះអូមេឃដឹករៀងយប់ហ្នឹងអ្នកបាទគួរតែសង់ផ្ទះកន្លែងណាមួយឬក៏អាចថាជាចម្រោកមួយក៏បានដែរនេះគឺខ្ញុំគិតថាបែបនេះគឺខ្ញុំគិតថាធ្វើបែបនេះគឺវាពិតជាល្អសម្រាប់យើងតើឡើងទៅការកាប់បែបនេះអូខេពួកយើងមិនបាច់សង់ផ្ទះញ៉ៃទេបាទចាំមើលផាត2ផាត3គឺខ្ញុំនឹងសង់ផ្ទះឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងចឹងគឺខ្ញុំទៅការកាប់ដីកាប់អីហ្នឹងហើយគឺអត់ទាន់មានភ្លើងទេបាទគឺផ្កាមែនតើចាយគឺគេវាកាមែនតើអ្នកហើយវាពិតជាកាមែនតើតោះសូមអធិស្ឋានបើសិនជាខ្ញុំមានពាក្យពេចន៍មិនសមប្របីអីអ្នកគ្នាគោលគុំប្រកាន់ខ្ញុំគឺខ្ញុំនេះទេគឺខ្ញុំគឺជា YouTuber ថ្មីចាគឺអ្នកនរគ្នាសូមអភ័យទោសរាល់កំហុសខុសឆ្គងនៅក្នុងវីដេអូខ្ញុំហ្នឹងណាបាទតោះឥឡូវទៅការដេកអូដេកបាន only sleep during and the storm ជុំយប់ឯតាជុំមើលចាំវាយប់តិចទៀតចាំបន្តិចគឺវាអត់បានជិះគេបានតោះបានហើយអ្នកគ្នាវ៉ាវហើយversion ថ្មីនេះគឺមែនតើបាទគឺវាមាន graphic ស្អាតមែនតើបាទវាមាន animation ទៀតបាទវាពិតជាលយមែនតើសូមកោតសរសើរ version នេះអ្នកគ្នាហើយមិនមែនបុកលុយទេគឺមិនដល់ចេញពី Google ទេព្រោះបើខ្ញុំក្រលុយមែនតើគឺអត់មានទឹកប្រាក់គ្រប់គ្រាន់អត់អាចបញ្ចូលបានណាព្រោះខ្ញុំក្រតោះឥឡូវយើងចំដីដាក់អញ្ចឹងទៅបាទហើយសម្រាប់នេះគឺវាគឺជាវិធីសាស្ត្រដ៏ល្អដែរសម្រាប់តែ player ថ្មីបាទការខ្ញុំនៅក្មេងៗនេះគឺខ្ញុំលេងតែត្រឹម version 1.15 1.16 ហ្នឹងឯងបាទកាលហ្នឹងដូចជា Minecraft ត្រឹមតែចេញថ្មីថ្មោងបាទគឺខ្ញុំលេងជាមួយនឹង Minecraft ហ្នឹងអូឃើញជ្រូកខ្ញុំដើរដូចជាពេលមុនដូចជាម្សិលមិញដូចជាអត់ឃើញជ្រូកអត់ឃើញអីទេតើឡើងកាប់ជ្រូកទៅអូបានហើយតោះអញ្ចឹងដើរទៅទៀតគេនៅបានអីទៀតតោះចាយគឺពេលវេលាគឺវាខិតដល់មកចប់អ្នកគ្នាគឺកុំភ្លេចរងចាំនៅផាត
2តោះចឹងហើយគឺវីដេអូវាបានចប់ត្រឹមតែប៉ុណ្ណេះសូមអ្នកនរគ្នាមានសុខភាពល្អសំណាងល្អទូទីមានបានហើយកុំភ្លេចជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតបាទជាមួយនឹងខ្ញុំបាទ VPS8 តោះចឹងហើយគឺវាវីដេអូតែប៉ុណ្ណឹងកុំភ្លេចរងចាំមើលនៅក្នុង part 2តើខ្ញុំនឹងធ្វើអ្វីខ្លះក្នុង part 2តោះចឹងហើយគឺវាអស់ពេលវេលាត្រឹមតែប៉ុណ្ណេះសូមអរគុណបាយ